នេះខ្ញុំចង់ដូរពណ៌សក់ខ្ញុំនឹងណែនាំកន្លែងមួយដែលមានកន្លែងរៀងធូរថ្លៃហើយលាបពណ៌សក់ស្អាតស្មើដូចសក់ខ្ញុំនេះក៏ខ្ញុំដូរកន្លែងគាត់ដែរហើយខ្ញុំពីច្រើនអូតត្រង់អូតរួចអូតអីនៅកន្លែងគាត់ទាំងអស់ហើយតម្លៃគឺធូរថ្លៃមែនទែនអ្នកនរគ្នាចឹងចាំខ្ញុំនាំទៅស្គាល់អស់គ្នាឥឡូវនេះមកដល់ហើយកំពុងតែមើលពណ៌សក់តាក់តនដល់លាបពណ៌អីនៅហៅឃើញហើយបន្តែចាំ surprise នៅចុងវីដេអូបងប្អូនអរគ្នាទីមកថាខ្ញុំលាបពណ៌អីពណ៌នេះខ្ញុំនិយាយមែនខ្ញុំនិយាយតាមត្រង់ថាខ្ញុំមិនដែលលាបពីមុនមកទេមើលតែប៉ុណ្្នឹងដឹងហើយថាអត់ថាខ្ញុំលាបពណ៌អីចេញទីសាលមកលឿនពេកដល់គ្នាខ្ញុំលាបពណ៌ cherry ដែលសំខាន់ហ្នឹងគឺធូរថ្លៃនេះដល់គ្នា result ពេលដែលខ្ញុំលាបសក់ពណ៌ហើយឃើញថាមុខខ្ញុំរៀងសជាងមុនស្ងាត់ស្អាតមែនទែនតម្លៃរបស់គាត់គឺធូរថ្លៃមែនទែន$8ទេសម្រាប់បទពិសោធន៍ខ្ញុំធ្លាប់លាបពីមុនមកសក់ខ្ញុំនេះយ៉ាងតិចក៏25ទៅ35ដែរសម្រាប់លាបកន្លែងគាត់8ទេធូរថ្លៃមែនទែនអញ្ចឹងបើសិនចង់ស្អាតមានកន្លែងធូរថ្លៃបាទឲ្យអ្នកទាំងអស់គ្នាតែងខ្លួនធ្វើខ្លួនស្អាតបានវាមិនចាំទៅអស់លុយច្រើនទេខ្ញុំស្គាល់កន្លែងគាត់យូរឆ្នាំហើយបើខ្ញុំសួរគាត់វិញហ្នឹងបទពិសោធន៍នឹងការលាបសក់គាត់ហ្នឹងបើសាឡនហ្នឹងរយៈពេល23ឆ្នាំឯអ្នកនរគ្នាបទពិសោធន៍យូរអញ្ចឹងគឺគាត់តែងតែល្អពេលដែលខ្ញុំលាបសក់កន្លែងគាត់ឬក៏អូតសេរ៉ូមឬក៏អូតរួញនេះកន្លែងគាត់អីចឹងតាមខ្ញុំមើលគឺអត់ដែរជ្រុះសក់ទេកន្លែងគាត់គឺអត់មានជ្រុះសក់ទេតែមិនស្អីគាត់ជ្រុះដែរបើអ្នកទាំងអស់គ្នាចង់តែលាបពណ៌សក់តាមខ្ញុំចាំខ្ញុំតម្លាក់ location នៅក្នុង comment ឲ្យនៅម្ដុំអាស័យកែវទល់មុខរោងចក្រ Coca-Cola មានផ្លូវមួយបត់ហ្នឹងវត្តឧត្តរប្រតិហើយចូលមកត្រង់ទៅអ្នកទាំងអស់គ្នាមើលខាងស្ដាំដៃ100 ម៉ែត្រហ្នឹងមើលខាងស្ដាំដៃឃើញឈ្មោះតារាបុកសក់កន្លែងគាត់ធម្មតាប៉ុន្តែគុណភាពនៃការលាបសក់របស់គាត់គឺស្មើល្អមិនធម្មតាចាំមាន vlog ជាមួយនឹងការធ្វើខ្លួនអីដែលមានតម្លៃធូរថ្លៃតិចចាំខ្ញុំណែនាំជូនអ្នកនរគ្នាបាទ